វិជាមកខាងក្រៅឈិនវូបានធ្វើដំណើរទៅកាន់សមាគម Hunter ដើម្បីធ្វើតេស្ត Smart Field Hunter ម្ដងទៀតដោយសារតែឈិនវូគឺត្រូវការរែងដែលខ្ពស់ដើម្បីចូលទៅបំពេញនៅក្នុងដងចង់ព្រោះថាបើសិនជាឈិនវូនៅក្នុងរែងទាបអញ្ចឹងគាត់គឺអាចចូលទៅបំពេញនៅក្នុងដងចង់បានងាយស្រួលនោះទេថែមទាំងបានលួចញញឹមម្នាក់ឯងក៏ដោយសារតែទៀតឈិនវូគឺឡើងខ្លាចជា Hunter កាក់ទៀតឯងហើយនៅពេលដែលឈិនវូចូលទៅវាយតម្លៃ Smart Field ឃើញថាម៉ាស៊ីនវាយតម្លៃហ្នឹងក៏វាបាន error ម្ដងទៀតហើយតតាអ្នកការទូទៅនៅកន្លែងនេះក៏បានដើរចោលមកនិយាយថាកន្លែងរបស់គាត់គឺមិនអាចវាយតម្លៃ Smart Field របស់ឈិនវូបានទេក៏ដោយសារតែ Smart Field របស់ឈិនវូហ្នឹងគឺវាលើសលប់ពេកហើយដំណឹងដែលឈិនវូទទួលបាន Air Frank ថ្មីនៅក្នុងប្រទេសរបស់ពួកគេហ្នឹងក៏ត្រូវបានលេងទៅដល់ Choi Chong En និងប្រធានវូហើយនៅពេលដែលគាត់បានធ្វើដំណើរមកដល់គាត់ក៏មានការចាប់អារម្មណ៍ជាមួយនឹងចំហាយពិឃាតដែលកើតចេញពីខ្លួនរបស់ឈិនវូហើយតែបាននិយាយរាក់ទាក់ទៅកាន់ឈិនវូថាគាត់គឺមកពីអង្គភាព Skill រីករាយណាស់ដែលបានស្គាល់ឈិនវូក៏ប៉ុន្តែឈិនវូក៏ឆាប់ស្គាល់បែបហ្នឹងនោះទេបន្ទាប់ពីឈិនវូដើរចេញទៅបីយន្តហោះក៏គាត់បានចូលមកម្ដងក៏ប៉ុន្តែនៅពេលនោះជំនួយការអានក៏បានវាទៅកាន់បីយន្តហោះថាឈិនវូក៏បានចាក់ចេញហើយតែបានរាយការណ៍ដំណឹងដែលថាឈិនវូអាចអ្វីខាងឡើងទៅជា Hunter Ray and វាគឺជាការពិតហើយថែមទាំងបញ្ចុំចោលឲ្យបីយន្តហោះហ្នឹងគឺត្រូវតែអស់ទាញឈិនវូចូលក្រុមរបស់ពួកគេតតែបានសាច់រឿងក៏បានកាត់ទៅពេលរាត្រីដែលនៅពេលនេះឈិនវូគឺកំពុងតែជួបជាមួយនឹងម្ដាយរបស់ខ្លួននៅ MT8 ឈិនវូក៏បាននិយាយទៅកាន់ម្ដាយរបស់ខ្លួនដែលកំពុងតែសម្រាប់នៅលើគ្រែថាឲ្យគាត់គឺរងចាំខ្លួនបន្តិចទៅព្រោះថាមិនយូរទេគ្រួសាររបស់ពួកគេនឹងអាចជួបជុំគ្នាវិញហើយហើយបន្ទាប់ពីឈិនវូដើរចេញមកខាងក្រៅហ្នឹងគាត់ក៏បានជួបគ្នាជាមួយនឹងជំនួយការវូនិយាយសួរស្ដីទៅកាន់ឈិនវូថាពួកគេគឺជួបគ្នាទៀតហើយវត្តមានរបស់ជំនួយការវូគឺគាត់ចង់នាំឈិនវូទៅជួបជាមួយនឹងបរិមម្នាក់ហើយអ្នកដែលបានមកជួបជាមួយឈិនវូគាត់គឺជាលោកប្រធានគូរហើយគឺជាម្ចាស់សមាគម Hunter ទាំងមូលតែគាត់ក៏បាននិយាយអបអរទៅកាន់ឈិនវូដែលខ្លាចទៅជា F rank Hunter ចំនួនទី10របស់ពួកគេមូលហេតុដែលគាត់បាននិយាយជាមួយឈិនវូនិងគាត់សារតែគាត់គឺចង់ឲ្យឈិនវូចូលទៅក្នុងសមាគម Hunter របស់ពួកគាត់ហើយនៅពេលដែលឈិនវូចូលទៅនឹងមិនថាជាឋានៈឬក៏ជាតំណែងនោះទេគាត់គឺនឹងបង្កឈិនវូទាំងអស់ឲ្យតែឈិនវូចង់បានហើយនៅពេលដែលឈិនវូសួរមូលហេតុគាត់ក៏បានប្រាប់ទៅកាន់ឈិនវូថាក្នុងប្រទេសរបស់ពួកគេនៅអំណាចដែលធំបំផុតក៏មិនមែនជាអំណាចរបស់រាជរដ្ឋាភិបាលនោះទេក៏ប៉ុន្តែវាគឺជាអំណាចរបស់អង្គភាព Hunter ទៅវិញហើយបច្ចុប្បន្នក្នុងប្រទេសរបស់ពួកគេនឹងក៏មាននៅអង្គភាព Hunter ចំនួន5នៅក្នុងប្រទេសអង្គភាព Hunter ទាំង5គឺមានតួនាទីយ៉ាងសំខាន់គឺចូលទៅប្រមាញ់វិស័យនៅក្នុងដងចង់នោះឯងហើយជាធម្មតានោះទេបើសិនជាមាន Hunter ណាដែលអ្វីខាន់ឡើងទៅដល់រ៉េងដែលខ្ពស់ដូច្នេះហើយពួកគេគឺជាគោលដៅរបស់ពួកអង្គភាពហើយប្រសិនបើជាវូសម្រាប់ចិត្តចូលទៅក្នុងអង្គភាពមួយទាំង5ហ្នឹងនោះក៏មានន័យថាតុល្យភាពរបស់អង្គភាពទាំង5ហ្នឹងគឺឡើងមានតុល្យភាពស្មើគ្នាទៀតហើយដូច្នេះហើយជំរឿនដ៏ល្អរបស់ជិនវូគឺត្រូវចូលទៅក្នុងសមាគម Hunter ក៏ដោយសារតែសមាគម Hunter ក៏មានអំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអង្គភាពទាំង5ផ្សេងទៀតរីឯជិនវូក៏បានចោទអារម្មណ៍ពីចំហាយដែលកើតចេញពីខ្លួនរបស់លោកប្រធាន Goldo ហើយមិនពេលគាត់តទៅវិញថាបំណងរបស់គាត់ដែលចូលធ្វើជាសមាជិក Hunter ហ្នឹងគឺមិនមែនដើម្បីតែអំណាចឬក៏បនស័ក្តិអីនោះទេក៏ប៉ុន្តែគោលដៅចម្បងរបស់គាត់ហ្នឹងគឺជាការបិទនៅឆ្លុះទ្វេវិស័យដែលបានកើតឡើងនៅលើភពផែនដីនេះដើម្បីយកសន្តិភាពជូនទៅកាន់មនុស្សលោកហើយគាត់ក៏បានសុំបដិសេធជាមួយនឹងសំណាងរបស់លោកប្រធាន Goldo ហើយក៏សារតែគាត់ក៏អាចចង់ស្ថិតនៅក្រោមសម្ពាធរបស់នរណាម្នាក់ទេសម្ដីរបស់ Shinwu ក៏បានចាក់ដោតចូលទៅក្នុងខោអាវបេះដូងរបស់លោកប្រធាន Goldo ហើយក៏ដោយសារតែវាក៏បានកន្លងផុតទៅជាច្រើនឆ្នាំហើយដែលគាត់ក៏មានអារម្មណ៍បែបនេះបាននិយាយបកទៅកាន់ Shinwu វិញថាកុំតើឡើយគាត់ក៏មានវ័យចាស់ទៅបើសិនជាគាត់នៅក្មេងជាងនឹងប្រសិនបើគាត់នៅក្មេងជាងនឹងទៅ10ឆ្នាំទៀតគាត់គឺនឹងសហការជាមួយ Shinwu ក្នុងការបង្កើតវិស័យនៅក្នុងដងចង់ជាហើយបន្ទាប់ពីពួកគេសន្ទនាគ្នាចប់ Shinwu ក៏បានសុំត្រឡប់ទៅផ្ទះវិញមុនក៏ដោយសារប្អូនស្រីរបស់គាត់គឺនៅផ្ទះតែឯងនោះទេតែថ្ងៃថ្មី Shinwu ក៏បានឆ្លៃនៅក្នុង website ដើម្បីទិញនូវសម្ភារៈមួយចំនួនដើម្បីចូលទៅក្នុងដងចង់ភាសាទៀតហើយតម្លៃអាវុធនៅក្នុង system នោះមួយក៏ពិតជាថ្លៃខ្លាំងមែនទែនតែ Shinwu ក៏មានលុយទិញនោះទេហើយ Shinwu ក៏មានកម្រិតក្នុងការយកដុំបាល់ពណ៌ក្រហមនៅក្នុងដៃរបស់គេសល់នោះយកទៅលូកក៏ដោយសារតែវាមានចំណាត់ថ្នាក់ A ក៏ប៉ុន្តែរឿងហ្នឹងគឺវាមិនអាចទៅរួចនោះទេក៏ដោយសារ Shinwu គឺស្ថិតនៅក្នុង A rank បើមិនជាគាត់យក item ដែលមាន A rank ទៅលក់នោះប្រកាសជាគេសួរដេញដោលជាមិនខានក៏ប៉ុន្តែនៅពេលនោះ Shinwu ក៏បានចោលអារម្មណ៍ពីសេចក្តីប្រកាសមួយដែលសេចក្តីប្រកាសហ្នឹងគឺត្រូវការកម្មករជីកត្បូងយកទៅជីកត្បូងនៅក្នុងរោងខ្យល់អាមេរិកខ្ពស់ថ្ងៃថ្មីមកដល់ Shinwu ក៏បានទៅធ្វើការនៅកន្លែងជីកត្បូងហើយអ្នកចាត់ការទូទៅកន្លែងហ្នឹងក៏បានមកនិយាយដាក់ទៅកាន់ Shinwu ហើយគាត់ក៏បានបញ្ជាក់ទៅកាន់ Shinwu ថាทีมវត្តរបស់ពួកគេគឺបែងចែកជា3ក្រុមដែលក្រុមទី1គឺជាក្រុមប្រមាញ់វិស័យក្រុមទី2គឺជាក្រុមជីកត្បូងរីឯក្រុមទី3គឺជាក្រុមលាងសាកសពវិស័យគឺប្រមាណក្រុមដែលបានចូលទៅប្រមាណវិស័យហ្នឹងក៏បានចេញមកវិញដែលដឹកនាំទៅដោយឆ្លើយចង់ក្នុងចំណោមពួកគេពួកគឺជាអារម្មណ៍តែឆាអេនោះទេក៏ដោយសារតែកញ្ញាឆាអេគឺជា Hunter F Rank ចំណោមទី9របស់ពួកគេតបពីពួកគេបានដើរចូលទៅឈិនវូក៏មានការចាប់អារម្មណ៍ពីចំហាយដែលចេញមកពីមេវិស័យនៅក្នុងដងចង់រៃអេនេះជាខ្លាំងពេលនោះក៏មាននៅអមចំណាំម្នាក់ក៏បានដើរទៅផ្ដែឲ្យឈិនវូក៏សារឃើញឈិនវូក៏ប្រកាសទៅធ្វើការតែនៅឆើតអ្វីទៀតហើយបន្ទាប់ពីបានឃើញទឹកមុខរបស់ឈិនវូសម្លឹងទៅវិញនឹងគាត់ក៏រៀនញញើជាមួយឈិនវូបន្តិចហើយបន្ទាប់ពីឈិនវូដើរទៅធ្វើការនឹងពួកគេគឺបាននិយាយពីឈិនវូថាឈិនវូគឺធ្វើការដូចជាម៉ាស៊ីនចឹងក៏ចេះហត់ហើយនៅពេលដែលម៉ោងបាយថ្ងៃត្រង់មកដល់នឹងឈិនវូក៏បានទៅញ៉ាំបាយជាមួយគេនោះទេក៏សារឈិនវូគឺយកអាការនឹងរត់ចូលទៅខាងក្នុងដងខ្យងកាន់តែឆ្លងតែបានឃើញខ្លាំងទ្វេដ៏ធំមួយដែលវាគឺជាបន្ទុករបស់មេនៅក្នុងដងខ្យងរ៉េងអេនោះឯងមិនចាំចូលឈិនវូក៏បានបញ្ចេញកូនកំបិតបំរុងដាចូលទៅក៏ប៉ុន្តែនៅពេលនោះសម្លេងរបស់នារីម្នាក់ក៏បានសួរថាもう一度聞きます。そこで何をしているんですか